អនិច្ចាជីវិនកំរងកំណាព្យពីនរង្វាន់កវីនិពន្ធអាស៊ីអាគ្នេយ៍គរុវិទ្យាចារ្យកវីនិពន្ធវ៉ែនសុនខ្លែងហោះត្បិតខ្សែខ្លែងក្រដាស់ខ្មែរមិនមែនបាក់សីខ្លែងធំខ្លែងតូចខ្លែងចាស់ខ្លែងថ្មីខ្មែរក្មេងប្រុសស្រីបានបីបង្ហោះខ្លែងហោះត្បិតខ្សែខ្លែងក្រុងខ្លែងស្រែមានខ្សែទាំងអស់ខ្លែងឯកហោះខ្ពស់ពីរសស្រណោះព្រោះខ្សែវែងសោះទើបហោះជួបខ្យល់ខ្លែងហោះត្បិតខ្សែខ្លែងតូចធំដែរបានហោះឥតខ្វល់ខ្សែវែងខ្លីខ្លះដែលម្ចាស់បានផ្ដល់ខ្លែងហោះគ្មានសល់ទៀបខ្ពស់ព្រោះខ្សែ